នេះលោកគ្រូដែលកំពុងឆ្លីនេះអ្នកដែលកំពុងជួបបញ្ហាឈឺស្មាណាលើកដៃអត់រួចពិបាកលើកដៃគាំងស្មាគាំងដៃចុករយកកញ្ចឹងកឈឺក្បាលស្ពឹកណាដើមដៃចុងម្រាមណាគឺការឆ្លៀតនេះគឺបំបែកសរសៃឈាមដែលកកស្ទះស្ពាតណាតាមលំហូរឈាមយើងមានការកកស្ទះស្ពាតมันអាចចូលទៅចិញ្ចឹមណាតាមប្រព័ន្ធប្រស័យប្រសាទនីមួយៗឲ្យបានគ្រប់គ្រាន់បានអញ្ចឹងធ្វើឲ្យមានការស្ពឹករយចុកណែនហើយពិបាកនឹងធ្វើចលនាណាអញ្ចឹងដែលលោកគ្រូកំពុងតែឆ្លៀននេះគឺណាសម្រាប់ជួយបំបត្តិការឈឺចុករយស្ពឹកណែនតាមផ្នែកនីមួយៗតាពីក្បាលកកស្មាដៃខ្នងចង្កេះណាដូចជាកំពុងឆ្លៀននេះអ្នកកំពុងជួបបញ្ហាថប់ដង្ហើមឬក៏ចុកណែននៅទ្រូងខាងមុខណាដកដង្ហើមទៅមានការដកដង្ហើមស្ទះឬក៏ញាប់អានឹងសុទ្ធតែជួបបញ្ហាសរសៃឈាមដែលវាលំហូរឈាមមកយើងគឺអត់ល្អណាអញ្ចឹងពេលដែលការឆ្លីសរសៃនេះទៅធ្វើឲ្យលំហូរឈាមបើសរសៃឈាមលំហូរឈាមឡើងវិញគឺពេលធ្វើរួចហើយគឺបានធូរស្បើយអំពីការចុកណែនដើមទ្រូងខាងមុខដូចជាបញ្ហាឈឺបេះដូងអីហ្នឹងក៏លំហូរឈាមរបស់យើងគឺជួបបញ្ហាចូលទៅក្នុងប្រព័ន្ធបេះដូងហ្នឹងអត់ល្អវាស្ទះតាមសរសៃឈាមលំហូរឈាមចុះការដែលឆ្លៀនេះយើងមើលទៅហាក់ដូចជាសាមញ្ញដូចជាធម្មតាដូចជាម៉ាស្សាទេប៉ុន្តែការឆ្លៀនេះគឺចំសរសៃនេះជួបបញ្ហាគឺថាថប់ដង្ហើមដកចង់រួចតែម្ដងប៉ុន្តែគឺពេលធ្វើឲ្យគឺបានធូរស្រាលខ្លួនតែម្ដងមិនមែនដូចជាយើងម៉ាស្សាធម្មតាដូចជាយើងម៉ាស្សាតាមម៉ាស្សាប្រេងទៅកន្លែងគេម៉ាស្សាទេគឺអត់ដូចគ្នាទេម៉ែបងប្អូនបាទហើយដែលការឆ្លីការធ្វើនេះទល់មានការសិក្សាតាមក្បួនពីគ្រូចិនតៃវ៉ាន់ណាតាមឯកសាររបស់គេមានច្បាស់លាស់ហើយបទពិសោធន៍នៃការព្យាបាលជាច្រើនឆ្នាំមកហើយដោយលោកគ្រូកំពុងធ្វើនេះបទពិសោធន៍ណា10ឆ្នាំក្រាស់ជិត20ឆ្នាំមកហើយណាហើយមានការរៀនតគ្នាដោយមានភាពច្បាស់លាស់មិនមែនជាការចិត្តតែធ្វើគឺធ្វើចំចំណុចនីមួយសិតតែបានសិក្សាស្វែងយល់ពីចំណុចនោះច្បាស់លាស់ធ្វើទៅហើយគឺមានធ្វើឲ្យអ្នកជំងឺនឹងត្រូវកន្លែងដែលខ្លួនឯងឈឺតែម្ដងណាពេលធ្វើហ្នឹងរួចគឺបានធូរស្រាលបាត់អំពីការឈឺចុកចាប់មានបញ្ហាទាំងអស់នោះបាននេះដោយចំណុចដែលលោកគ្រូកំពុងគេគាត់ឆ្លីចំសាច់ដុំផ្លាបជាវរបស់គាត់នេះគឺឆ្លីទៅគឺថាវាចុកណែនតែម្ដងចុកឆ្អកដល់ទ្រូងខាងមុខហើយគាត់មានបញ្ហាជាប់គៀងផ្លាបជាវតឹងដៃតឹងណែនចុករយហ្នឹងគឺត្រូវបាទអញ្ចឹងពុកម៉ែបងប្អូនដែលមានជួបបញ្ហាទាំងអស់ហ្នឹងអាចមកសាកមកធ្វើបានអ្វីក៏ដោយបើយើងមិនសាកគឺយើងអត់ដឹងថាវាមានប្រសិទ្ធភាពប៉ុន្មានហើយក៏យើងក៏មិនអាចស្មានបានថាវាត្រឹមជាការធ្វើលេងដែរបាទហើយពេលបច្ចុប្បន្ននេះគឺគេពេញនិយមច្រើនក្នុងការព្យាបាលដោយចលនាគ្រាន់តែការព្យាបាលវាមិនដូចគ្នាទេហើយជំនាញនៃការធ្វើក៏អត់ដូចគ្នាតិចកន្លឹះនៃការព្យាបាលក៏អត់ដូចគ្នាដែរអញ្ចឹងពុកម៉ែបងប្អូនជួបបញ្ហាអាចមករកបានក្នុងការព្យាបាលបានកុំទុកឲ្យមានបញ្ហានឹងកាន់តែយូរទៅឈឺធ្ងន់ធ្ងរទៅអីបាទកុំឲ្យខូចខ្លួនអញ្ចឹងសូមអរគុណច្រើនបាទ